ចាស់ថាបើចង់ឆ្ងាញ់ឲ្យល្អឯងចាថ្ងៃនេះខ្ញុំល្អឯងមានគឺថាដើរបេះបន្លែចាត្បល់តាមព្រៃតាមផ្សារយើងមកវិញអង្គុយអេសចាអេសខ្លាំងមែនតែនចឹងលមាស់ចាថ្ងៃនេះគឺថាបេះខ្លះទិញគេខ្លះទេចាគឺថាបន្លែហ្នឹងគឺថាយើងទិញគេខ្លះបេះខ្លះទៅដូចជាលឹកម្រុំលឹកបាសអញ្ចឹងក៏ខ្ញុំបេះខ្លួនឯងទេបន្លែជាលពៅស្លុកស៊ីលអីហ្នឹងគឺថាខ្ញុំទិញគេទេចាគឺថាបន្លែអាកូថ្ងៃនេះអត់មានគ្រប់មុខទេបងអើយតែចង់ហូបពេកទៅគឺចេះតែថាចេះតែដាក់ទៅឆិនឆៃទៅចាគឺថាឲ្យបានថាបន្លែបៃតងអញ្ចឹងណាចាហើយសម្រាប់ស្លឹកបាសបងបងដឹងអត់ថាស្លឹកបាសហ្នឹងគឺថាចាខ្ញុំប្រាប់បន្តិចចាបើថាស្លឹកបាសបើយើងស្លហូបយកធ្វើបន្លែហូបអីចឹងណាយើងកុំឲ្យហូបដៃវាចាគឺថាចេះធ្វើទៅតាមចាស់ដែលគាត់ថាអញ្ចឹងបើយើងហូបដៃវាទៅមិនថាស្លឹកបាសឬស្លឹកពៅស្លឹកទ្រេណូទេតែមានដៃវាជាពាក់សពិនហ្នឹងណាចាបងប្អូនហ្នឹងគឺថាហូបទៅសងគេមិនរួចចាឥឡូវបន្លែយើងគឺថាបានគ្រប់គ្រឿងហើយនេះបងប្អូនចាឥឡូវគឺថាលីងវឹកទៅគឺយើងដាក់ស្លចាអញ្ចឹងស្លឹកម៉ាស់ហ្នឹងគឺថាវាដៃវាសពាក់សពិនអញ្ចឹងទៅវាតោងវ៉តោងអីអញ្ចឹងទៅពេលយើងហូបយកទៅហូបទៅគឺថាសងគេមិនរួចចាយើងថាចាស់គាត់និយាយអញ្ចឹងចេះធ្វើតាមគាត់ទៅឲ្យសមប្រកបអញ្ចឹងទៅយើងវាមហត់ចាស់រស់សងគេវាច្រើនឆ្នាំច្រើនខែអញ្ចឹងទៅរួចគេទៅចាបានទៅត្រឡប់ទៅសុខប្រទេសយើងវិញចាចេះធ្វើអញ្ចឹងទៅបងអើយចាចេះជឿចាស់ទៅលើផ្លែផ្សំប្រកបអញ្ចឹង